លោកហេងគឹមហៀងបង្ហោះសាររៀបរាប់ក្នុងន័យបែបចាក់ដោតទៅនរណាម្នាក់ខណៈពេលដែលការបែកគ្នារបស់លោកជាមួយនឹងអតីតភរិយាហាក់នៅជាអត្តកំបាំងនៅឡើយប្រិមិត្តជាទីមេត្រីរឿងរ៉ាវនៃការបែកបាក់ស្នេហារបស់លោកហេងគឹមហៀងជាមួយនឹងអ្នកនាងឡូរីយ៉ាគឺនៅតែជាអត្តកំបាំងសម្រាប់បងប្អូនមហាជនជាពិសេសគឺអ្នកដែលស្រឡាញ់ចូលចិត្តនិងគាំទ្រអ្នកទាំងពីរនាពេលកន្លងមកគឺពួកគាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីឃើញអ្នកទាំងពីរសម្រេចចែកផ្លូវគ្នាយ៉ាងស្ងៀមស្ងាត់បើទោះបីជាសម័យខ្លួនជាពិសេសគឺលោកហេងគឹមហៀងបានធ្វើការបកស្រាយបញ្ជាក់ថាពួកគាត់ទាំងពីរនាក់ពិតណាស់គឺបានចែកផ្លូវគ្នាពិតប្រាកដមែនប៉ុន្តែទោះបីជាយ៉ាងនេះក្តីគឺមហាជនហាក់នៅមិនអស់ចិត្តជាពិសេសគឺមិនបានឃើញអ្នកនាងឡូរីយ៉ាធ្វើការបកស្រាយដោយផ្ទាល់ដើម្បីប្រាប់មូលហេតុពិតទៅដល់បងប្អូនអ្នកគាំទ្រយ៉ាងណាមិញបងប្អូនមហាជនបានដឹងត្រឹមតែថាបន្ទាប់ពីចេញក្រៅឃុំវិញអ្នកនាងឡូរីយ៉ាគឺនៅរក្សាភាពស្ងៀមស្ងាត់មិនមានការបង្ហាញខ្លួននៅលើបណ្ដាញសង្គមខុសពីលោកហេងគឹមហៀងគឺលោកនៅបន្តបង្ហាញវត្តមានរបស់លោកដោយលោកបានធ្វើការ live ហើយលក់ផលិតផលថ្មីរបស់លោកនោះគឺការលក់ទឹកអប់យ៉ាងណាមិញបើទោះបីជាគេបានដឹងថាលោកហេងគឹមហៀងគឺមានការងារផ្ទាល់ខ្លួនរបស់លោកផងដែរដោយលោកគឺជាប៉ូលីសហើយម្យ៉ាងទៀតនោះគឺលោកមានការរកស៊ីដោយការលក់ទឹកអប់នេះគឺវាគ្រាន់តែជាមុខរបរថែមមួយផ្នែកតូចរបស់លោកខុសប្លែកពីការដែលលោកមានមុខរបរជាអ្នកលក់លេជាមួយនឹងអតីតភរិយាគឺអ្នកនាងឡូរីយ៉ាដែលអាចឲ្យគេយល់បានថាលោកជាមួយនឹងអតីតភរិយាគឺអាចរកចំណូលក្នុងមួយខែបានរាប់ម៉ឺនដុល្លារជាក់ស្ដែងទាក់ទងទៅនឹងរឿងប្រាក់ចំណូលនេះផងដែរស្រាប់តែគេបានឃើញលោកហេងគឹមហៀងបង្ហោះសាររៀបរាប់នៅលើเพจរបស់លោកថា15ឆ្នាំមុនប្រាក់ខែតែ32,000រៀលទេខ្ញុំនៅចិញ្ចឹមខ្លួនរស់ដោយមិនចាំបាច់ពឹងអ្នកផ្ទះឬនរណាម្នាក់ឡើយចោះទម្រាំឥឡូវប្រាក់ខែឡើងជាង2លានរៀលកុំស្ដាយអ្វីដែលបានបាត់បង់ទៅហើយព្រោះវាមិនមែនជាកម្មសិទ្ធិរបស់យើងទេហើយខ្ញុំជឿជាក់ថានឹងមានអ្នកមើលឃើញពីតម្លៃញើសឈាមរបស់ខ្ញុំជាពំខានឡើយបាទប្រិមិត្តអញ្ចឹងតាមសំណេររបស់លោកហេងគឹមហៀងគឺលោកបានរំលឹកកាលពី15ឆ្នាំមុនបាទ15ឆ្នាំមុនមានន័យថាលោកមិនទាន់បានជួបជាមួយនឹងអ្នកនាងឡូរីយ៉ាទេហើយកាលនោះគឺលោកមានប្រាក់ខែតែ32រៀលបាទ32,000រៀលទេប៉ុន្តែគឺលោកអាចចិញ្ចឹមខ្លួនរស់បាទគឺមិនបាច់ពឹងពាក់អ្នកណាទេសូម្បីតែអ្នកផ្ទះបាទគឺបងប្អូនឬក៏លោកប៉ាអ្នកម៉ាក់របស់គាត់អញ្ចឹងទៅប៉ុន្តែចុះឥឡូវលោកមានប្រាក់ខែដល់ទៅជាង2លានបាទឥឡូវគាត់មានប្រាក់ខែផ្ទាល់ខ្លួនរបស់លោកដល់ទៅជាង2លានរៀលហើយបាទអញ្ចឹងបើយើងគិតជាដុល្លារគឺជាង500ដុល្លារបាទអញ្ចឹងលោកថាទៅស្ដាយអ្វីដែលបាត់បង់នោះបាទបើបាត់បង់ហើយគឺឲ្យវាបាត់ទៅពីព្រោះអ្វីដែលបាត់បង់នោះមិនមែនជាកម្មសិទ្ធិរបស់យើងទេបាទអញ្ចឹងបើស្ដាប់នៅក្នុងសំណេររបស់លោកត្រង់នេះគឺហាក់ដូចជាលោកកំពុងតែចង់និយាយទៅដល់ទ្រព្យសម្បត្តិដែលលោកបានរកស៊ីមានបានខណៈពេលដែលលោកនៅជាភរិយាស្វាមីភរិយាជាមួយនឹងអ្នកនាងឡូរីយ៉ាហើយលើពីនេះទៀតនោះគឺលោកនិយាយសង្កត់ធ្ងន់ថាហើយខ្ញុំជឿជាក់ថានឹងមានអ្នកមើលឃើញពីតម្លៃញើសឈាមរបស់ខ្ញុំជាពំខានឡើយ 100% បាទអញ្ចឹងត្រង់នេះហាក់ដូចជាលោកកំពុងតែទទួលបាននៅការរិះគន់ពីនរណាម្នាក់ហើយជាពិសេសគឺមិនឲ្យតម្លៃលោកថាលោកគឺជាមនុស្សដែលរស់នៅដោយការពឹងផ្អែកលើអ្នកដទៃ